បាទបទស្សនានៅការប៉ះគ្នារវាងអ្នកខេត្តកណ្ដាលនិងអ្នកកំពង់ចាមបាទនៅក្នុងកម្មវិធីបុណ្យកឋិនទានសាមគ្គីវត្តនវាសជំនួបជួបគ្នានេះគឺជាការប៉ះគ្នារវាងខ្សែទឹកខាងក្នុងទូកដែលមានឈ្មោះថាកោះសតិនធបតីបារមីតេជោអញ្ជើញមកពីកោះស្រុកកោះសតិនខេត្តកំពង់ចាមមានឯកសណ្ឋានពណ៌ធូចចេកចាស់អ្នកបញ្ជាក្បាលទូកពាក់អាវពណ៌លឿងប៉ះជាមួយនឹងខ្សែទឹកខាងក្រៅបាទទូកដែលអញ្ជើញមកពីវត្តសេរីមន្ទីរដែកឈ្មោះថាដេជះព្រះវេសវណ្ណសវណ្ណរីមានជ័យសេរីមន្ទីរដែកស្ថិតនៅស្រុកគៀនស្វាយខេត្តកណ្ដាលយើងឃើញថាទូកទាំងពីរបានមកដល់ចំណុចនេះគឺជាកន្លែងក្តៅកគុកហើយបាទកន្លែងដែលត្រូវបញ្ចេញឲ្យអស់សមត្ថភាពព្រោះទីប្រត់កន្តគិចូលមកដល់ហើយបាទខ្សែទឹកខាងក្នុងកោះសតិនធបតីបាទយើងឃើញថាទូកមានល្បឿនហក់មែនតើបាទនៅក្នុងការប្រកួតនេះបាទទីប្រត់បានចូលមកដល់យើងឃើញថាបាទកាមេរ៉ាថតបញ្ឆិតដូច្នេះអេដមានហ៊ានសន្និដ្ឋានថាទូកមួយណាឈ្នះទេបាទទុកឲ្យបងប្អូនអ្នកមើលនៅផ្ទាល់អ្នកសម្រេចបាទវីដេអូរបស់យើងក៏កាត់មកជើងទី2គឺជាការដកខ្សែទឹកគ្នារវាងបេក្ខភាពទាំងពីរខ្សែទឹកខាងក្រៅដែលដកមកនេះទូកដែលមានឈ្មោះថាកោះសតិនធបតីបារមីតេជោមានឯកសណ្ឋានពណ៌ត្រចេកចាស់បាទអ្នកបញ្ជាក្បាលទូកពាក់អាវពណ៌លឿងបាទប្រណាំងជាមួយនឹងទូកខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានពណ៌លឿងគឺជាទូកដែលអញ្ជើញមកពីស្រុកគៀនស្វាយមានឈ្មោះថាដៃជះព្រះវេសវណ្ណសវណ្ណរីមានជ័យសេរីមន្ទីរដែកបាទបើយើងទស្សនាតាមកញ្ចក់អេក្រង់ទៅយើងឃើញថាមើលឃើញថាដូចជាសវណ្ណរីនាំមុខបន្តិចបន្តួចប៉ុន្តែនេះគឺជាការមើលបញ្ចិតទេបាទជាក់ស្ដែងគឺទូកទាំងពីរកំពុងតែប្រកៀកប្រកិតគ្នាទេបាទយើងឃើញថាកោះសតិនធបតីគឺស្ថិតនៅខ្សែទឹកខាងក្រៅមានឯកសណ្ឋានពណ៌ជួយជែកនេះកំពុងតែបាទហក់ដកខ្លួនពីគូប្រកួតបន្តិចម្ដងហើយទីប្រត់ក៏កាន់តាគៀកចូលមកដល់យើងឃើញថាកោះសតិនបាទដកខ្លួនពីដៃគូប្រកួតដៃជះព្រះវេសវណ្ណសវណ្ណរីមានជ័យសេរីមន្ទីរដែកហើយបាទទីប្រត់ក៏បានចូលមកដល់ដូច្នេះជើងទី2នេះបាទជ័យជំនះបានទៅលើទូកដែលអញ្ជើញមកពីខេត្តកំពង់ចាមទូកដែលមានឈ្មោះថាកោះសតិនធបតីបារមីតេជោចំពោះវីដេអូនេះផងដែរអេដមីនបានមកពីក្រុម